នៅលើវាលស្មៅសាវ៉ាណាដែលឆេះសន្ធោសន្ធៅក្រោមកម្ដៅថ្ងៃនៅទីនេះសត្វមុំសាសីកំពូលកំពុងប្រឈមមុខនឹងអាកាសធាតុដ៏អាក្រក់បំផុតទិដ្ឋភាពដំបូងដែលយើងឃើញគឺការប្រឈមមុខគ្នាយ៉ាងតានតឹងរវាងតញីមួយក្រុមនិងក្រពើមួយក្បាលនៅមាត់ទន្លេតញីទាំងនោះកំពុងសម្របសម្រួលគ្នាយ៉ាងល្អឥតខ្ចោះដើម្បីឡោមព័ទ្ធក្រពើដ៏ធំសម្បើមនេះក្រពើដែលជាសត្វមុំសាសីបុរាណដែលមានថ្គាមសម្បើមនិងកម្លាំងខាំខ្លាំងជាងគេបំផុតមួយក្នុងពិភពលោកកំពុងតែការពារខ្លួនយ៉ាងខ្លាំងក្លាតញីមួយក្បាលប្រថុយប្រថានវាយប្រហារទៅលើកន្ទុយរបស់ក្រពើខណៈដែលតោយទាបព្យាយាមបង្វែរអារម្មណ៍របស់វាការប្រឈមមុខគ្នានេះគឺជាល្បែងស៊ីសងដ៏គ្រោះថ្នាក់ពីព្រោះកំហុសតូចមួយអាចនាំឲ្យតោមួយក្បាលបាត់បង់ជីវិតភ្លាមបន្តិចទៀតយើងឆ្លងកាត់មហាសមុទ្រទៅកាន់ទឹកកកនៃរដ្ឋអាឡាស្កាសហរដ្ឋអាមេរិកនៅទីនេះសីតុណ្ហភាពធ្លាក់ចុះក្រោម0ហើយព្រិលធ្លាក់យ៉ាងក្រាស់ក្រែលសត្វចោកពណ៌ប្រភេទកំពុងប្រើប្រាស់យុទ្ធសាស្ត្រយោធាយ៉ាងប៉ិនប្រសប់ដើម្បីបរបាញ់សត្វមូសយក្សមូសដែលជាសត្វព្រៃដ៏ធំសម្បើមមួយប្រភេទដោយសារតែព្រិលជ្រៅធ្វើឲ្យមូសហត់នឿយចោកបានឆ្លៀតឱកាសនេះដើម្បីវាយប្រហារពួកវាបែងចែកតួនាទីគ្នាយ៉ាងច្បាស់លាស់ក្រុមខ្លះដេញតាមក្រុមខ្លះស្ទាក់ចាប់និងក្រុមខ្លះទៀតរារាំងផ្លូវរត់គេចខ្លួនរបស់មូសនេះមិនមែនគ្រាន់តែជាការបរបាញ់ទេគឺជាការសម្របសម្រួលគ្នាយ៉ាងស្មុគស្មាញដូចជាកងទ័ពមួយកំពុងធ្វើសម្យុទ្ធពីលើដីកកយើងទៅកាន់មហាសមុទ្រដើម្បីមើលពីភាពវៃឆ្លាតរបស់សត្វដែលមានទំហំធំជាងគេបំផុតមួយគឺត្រីបាឡែនហាំបេក Humpback whale ត្រីបាឡែនទាំងនេះបានបង្កើតបច្ចេកទេសបរបាញ់ដ៏អស្ចារ្យមួយហៅថាបបបណ្ដាញពស់ Bubble net feeding ពួកវាហែលជារង្វង់ក្រោមទឹកហើយបញ្ចេញពស់ខ្យល់ឡើងលើបង្កើតជាជញ្ជាំងពស់ដ៏ក្រាស់ពស់ទាំងនេះដើរតួដូចជាសំណាញ់មួយដោយចាប់ត្រីតូចជាហ្វូងធំឲ្យជាប់នៅក្នុងរង្វង់នោះបន្ទាប់មកត្រីបាឡែនមួយក្បាលក៏ងើបឡើងពីក្រោមទឹកដោយបើកមាត់ធំហើយលេបត្រីទាំងនោះក្នុងមួយក្តាប់នេះជាភស្តុតាងដ៏ច្បាស់មួយបង្ហាញថាបុព្វបញ្ញាអាចឈ្នះកម្លាំងសាច់ដុំនៅផ្នែកម្ខាងទៀតនៃមហាសមុទ្រយើងឃើញសត្វផ្សោតប្រភេទអោកា Orca ឬត្រីបាឡែនឃាតករដែលកំពុងបង្ហាញពីភាពប៉ិនប្រសប់ខាង Hydrodynamics ពួកវាប្រើបច្ចេកទេសហៅថាការបោកបក់រលក Wave washing ដើម្បីបរបាញ់ត្រាសៀលដែលកំពុងសម្រាកនៅលើផ្ទាំងទឹកកកឱកាសជាច្រើនក្បាលប្រមូលផ្ដុំគ្នាហើយហែលក្នុងល្បឿនយ៉ាងលឿនឆ្ពោះទៅរកផ្ទាំងទឹកកកដោយបង្កើតជារលកដ៏ធំមួយដែលបក់កម្ទេចផ្ទាំងទឹកកកធ្វើឲ្យត្រាធ្លាក់ចូលទៅក្នុងទឹកហើយក្លាយជាចំណីយ៉ាងងាយស្រួលយើងបន្តទៅកាន់ព្រៃក្រាស់នៅអាមេរិកខាងជើងដើម្បីមើលពីស្ថាបត្យករធម្មជាតិដ៏ប៉ិនប្រសប់គឺសត្វខ្លាឃ្មុំផ្ដិត Beaverខ្លាឃ្មុំផ្ដិតមានធ្មេញដែលពោរពេញទៅដោយជាតិដែក Iron reinforced teeth ដែលអាចកាត់ដើមឈើធំបានយ៉ាងងាយស្រួលពួកវាប្រើប្រាស់ធ្មេញទាំងនេះដើម្បីកាប់ឈើនិងសាងសង់ទំនប់ទឹកដ៏ធំសម្បើមដែលអាចផ្លាស់ប្ដូរទិសដៅនៃដងទន្លេទាំងមូលទំនប់ទាំងនេះមិនត្រឹមតែការពារពួកវាពីសត្វមុំសាសីប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កើតប្រព័ន្ធអេកូឡូស៊ីថ្មីមួយសម្រាប់សត្វទៃទៀតផងនៅក្នុងព្រៃដែលនេះយើងឃើញការប្រឈមមុខគ្នារវាងខ្លាឃ្មុំខ្មៅ Black bear និងខ្លាឃ្មុំក្រៃហ្វ្លីយក្ស Grizzly bear ខ្លាឃ្មុំខ្មៅមួយក្បាលដែលមានទំហំតូចជាងកំពុងព្យាយាមឡើងដើមឈើយ៉ាងលឿនដើម្បីគេចពីការតាមប្រមាញ់របស់ខ្លាឃ្មុំក្រៃហ្វ្លីដ៏ធំសម្បើមខ្លាឃ្មុំក្រៃហ្វ្លីដែលធ្ងន់ពេកមិនអាចឡើងដើមឈើបានត្រូវតែបោះបង់ការបរបាញ់នេះទៅខ្លាឃ្មុំខ្មៅបានរួចជីវិតដោយសារតែភាពរហ័សរហួននិងសមត្ថភាពឡើងដើមឈើរបស់វា